ពុករបស់បងសមុទ្រហ្នឹងគាត់អត់ជឿរឿងហ្នឹងឡើយធ្វើត្បិតតែញ៉ាំងគាត់និយាយបែបហ្នឹងមែនប៉ុន្តែគាត់អត់ជឿទេដល់វាថាបើឃើញបែបហ្នឹងប្រពន្ធគាត់ហ្នឹងក៏មិនទៅឆ្លោះប្រកែកអីជាមួយប្តីដែរគាត់អត់ទៅតបមកអីទេពួកគាត់ក៏ធ្វើហីទៅដល់ឃើញប្តីគាត់មិនសូវជឿអញ្ចឹងណាណាមួយពេលហ្នឹងក៏មិនមានរឿងអីកើតឡើងចំពោះក្រុមគ្រួសារគាត់ដែរម្ល៉េះហើយបានជាគាត់អត់សូវខ្វល់នឹងពាក្យសម្ដីដាស់តឿនរបស់លោកតាញ៉ាន់ពេលហ្នឹងគាត់ជួនអីគឺជាពេលដែលបងសមុទ្រគាត់ទើបតែប្រឡងមិត្តធើមរួចល្មមហើយសាលាត្រូវសម្រាប់បាល់កងតូចអញ្ចឹងបងសមុទ្រគាត់សម្រេចចិត្តថាគាត់ត្រឡប់មកផ្ទះវិញមួយរយៈសិនណាពេលដែលសាលាបាល់កងហ្នឹងបើសិនជាគាត់នៅភ្នំពេញក៏អត់ដឹងធ្វើអីដែរគាត់នៅតែបន្ទប់ជួលចាយនៅអត់ប្រយោជន៍អត់មានការងារធ្វើអីចឹងណាអញ្ចឹងបើគាត់ទៅផ្ទះចឹងហើយដែរគាត់អាចជួយការងារឪពុកម្ដាយគាត់បានខ្លះដែរជួយធ្វើនេះធ្វើនោះអីចឹងណា